ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់ជ្រក់ត្រាប់ជ្រួយអត់ជ្រក់ត្រាប់ជ្រួយជាជ្រក់ខ្មែរយើងអញ្ចឹងណាប៉ុន្តែគឺខ្ញុំជឿពុកម៉ែបងប្អូនមួយចំនួនគឺគាត់អត់ធ្លាប់ជ្រក់ត្រាប់ជ្រួយញ៉ាំទេថ្ងៃនេះនាងខ្ញុំមកចែករំលែកការធ្វើជ្រក់ត្រាប់ជ្រួយយើងញ៉ាំជាមួយនឹងត្រីអាំងឬក៏សាច់ជ្រូកសាច់គោងៀតគោកបែលអីអញ្ចឹងណាគឺចាត់ជាតិឆ្ងាញ់ខ្លាំងណាពុកម៉ែបងប្អូននិយាយទៅបន្លែខ្មែរយើងជ្រក់ខ្មែរយើងឲ្យតែយើងប្រកែឆ្នៃឲ្យដូចថារកវិធីដូចថាធ្វើជ្រក់ដើម្បីឲ្យឆ្ងាញ់អញ្ចឹងណាគឺងាយទេថ្ងៃហ្នឹងគឺខ្ញុំមកចែករំលែកការធ្វើជ្រក់ត្រាប់ស្រួយដែលមានរសជាតិឆ្ងាញ់ជូរជ្រះអញ្ចឹងណាហើយសម្រាប់ពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូនាងខ្ញុំហើយពុកម៉ែបងប្អូនចូលទៅ Subscribe រូបកណ្ដឹងឲ្យនាងខ្ញុំម្នាក់មួយផងដើម្បីទទួលវីដេអូថ្មីមុខម្ហូបថ្មីអ្វីដែលដូចថាម្ហូបខ្មែរយើងដែលប្លែកគឺខ្ញុំចូលចិត្តចែករំលែកអញ្ចឹងណាហើយសម្រាប់ការធ្វើជ្រក់នេះក៏មានអ្វីពិបាកដែរពុកម៉ែបងប្អូននិយាយទៅជ្រក់ដូចតែគ្នាទេដូចជ្រក់តសក់ឈូកកៅឈូកអីអញ្ចឹងណាសរថាវាខុសគ្នាបន្តិចអីអញ្ចឹងទៅពុកម៉ែបងប្អូនតោះឥឡូវហ្នឹងកុំឲ្យខាតពេលយើងទៅទស្សនាការសម្អាតត្រាប់ស្រួយយើងទាំងអស់គ្នាសម្រាប់ត្រាប់ស្រួយហ្នឹងវាមានពីរប្រភេទទេ3ប្រភេទទេពុកម៉ែបងប្អូនមានតែត្រាប់ស្រួយហ្នឹងដែរដែលវារាងប៉ារ៉ាព្រោះនេះគឺខ្ញុំត្រាប់នេះគឺពណ៌សប៉ុន្តែគឺឆ្ងាញ់ម្យ៉ាងម្នាក់តែអាត្រាប់ប៉ារ៉ាទៅវាស្រួយជាងអញ្ចឹងណាហើយសម្រាប់ត្រាប់ហ្នឹងគឺពុកម៉ែបងប្អូនចង់ពុះជា2ឬក៏ពុះជា4ដូចខ្ញុំអញ្ចឹងក៏បានដែរពុកម៉ែបងប្អូនលាងទឹកជំរះ3 4ទឹកឲ្យស្អាតហើយយកមកត្រាំទឹកអំបិលយើងអញ្ចឹងដូចខ្ញុំណាហើយសម្រាប់ត្រាំទឹកអំបិលគឺត្រាំរយៈពេល10នាទីត្រាំទឹកអំបិលយើងនឹងចោលអញ្ចឹងណាដើម្បីឲ្យដូចថាឲ្យត្រាប់យើងនៅពណ៌សស្រស់ស្អាតកុំឲ្យវាក្រហមវាខ្មៅអីអញ្ចឹងទៅសម្រាប់ត្រាប់ពុកម៉ែបងប្អូនដើម្បីត្រាំទឹកអំបិលគឺចង់ឲ្យវានៅពណ៌សស្រស់ស្អាតអញ្ចឹងណាហើយគ្រឿងផ្សំមានដូចជាស្ករត្នោតចុងស្ព្រាបាយហើយប៊ីចេងយើងសំទោអំបិលយើងហ្នឹងគឺ2ស្ព្រាបាយហើយមានដូចជាខ្ទឹមសហើយនឹងម្ទេសអញ្ចឹងណាប្រសិនបើពុកម៉ែបងប្អូនមានម្ទេសដៃនាងប្រើម្ទេសដៃនាងទៅវាបាំងក្រហមល្អវាអត់សូវហឹរអញ្ចឹងណាហើយមានទឹកនេះចំនួនទឹកកន្លះលីត្រហើយសម្រាប់ចំនួនទឹកកន្លះលីត្រហ្នឹងពុកម៉ែបងប្អូនដាក់ឆ្នាំងឲ្យស្អាតដូចខ្ញុំអញ្ចឹងមកទឹកដែលខ្ញុំបានវល់កន្លះលីត្រហ្នឹងគឺចាក់ចូលក្នុងឆ្នាំងដូចខ្ញុំអញ្ចឹងណាហើយដាំចោលទៅឥឡូវហ្នឹងងាកមកបុកខ្ទឹមសហើយម្ទេសយើងចូលដូចខ្ញុំអញ្ចឹងមកធ្វើការបុកម្ទេសបុកខ្ទឹមចូលគ្នាហើយគឺបុកឲ្យវាម៉ត់អញ្ចឹងណាពុកម៉ែបងប្អូនហើយបន្តទៅទៀតហ្នឹងគឺបុករួចម៉ត់ហើយយកត្រប់ស្រួយយើងហ្នឹងដាក់ចូលកណ្ដុងដូចខ្ញុំអញ្ចឹងមកហើយចំនួនត្រប់ហ្នឹងគឺចំនួន1គីឡូចំនួន1គីឡូពុកម៉ែបងប្អូនត្រាប់ចំនួន1គីឡូទឹកចំនួនកន្លះលីត្រអញ្ចឹងពុកម៉ែបងប្អូនធ្វើតាមដោយថាខ្ញុំបានប្រាប់ហ្នឹងមកគឺអត់ខុសទេហើយស្រកត្រាប់យើងចូលកណ្ដុងហ្នឹងគឺញាត់ឲ្យណែនអញ្ចឹងណាពុកម៉ែបងប្អូនហើយត្រាប់ហ្នឹងគឺពុកម៉ែបងប្អូនរកកណ្ដុងណាដែលត្រូវតម្រូវជាចំនួនត្រាប់យើង1គីឡូដូចខ្ញុំអញ្ចឹងណាហើយបន្ទាប់ពីស្រកត្រាប់យើងចូលកណ្ដុងរួចរាល់ហើយមកមើលទឹកយើងទាំងអស់គ្នាមកឥឡូវទឹកខ្ញុំបានពុះហើយធ្វើការបង់គ្រឿងយើងទាំងអស់គ្នាទៅដែលអំបិលចំនួន2ស្ព្រាបាយស្ករត្នោតយើងនឹងចុងស្ព្រាបាយសម្រាប់ពុកម៉ែបងប្អូនភាសាប៊ីចេងពុកម៉ែបងប្អូនដាក់ប៊ីចេងមកជីផងណាដើម្បីដូចថាមានជាតិអញ្ចឹងទៅបើអត់ភាសាមិនបាច់ដាក់ក៏បានដែរសម្រាប់ប៊ីចេងហើយបន្តមកទៀតហ្នឹងដូចថាកូរស្ករកូរអំបិលយើងហ្នឹងកូរជាមួយនឹងទឹកឲ្យវារលាយអញ្ចឹងណាហើយបន្តមកទៀតគឺធ្វើការពលត់ភ្លើងទៅព្រោះស្ករហើយអំបិលយើងបានរលាយហើយបន្តមកទៀតហ្នឹងគឺខ្ទឹមហើយម្ទេសដែលយើងបានបុកហ្នឹងគឺយកមកដាក់បងដូចខ្ញុំអញ្ចឹងមកព្រួយពលត់ភ្លើងទៅឲ្យបន្តមកទៀតហ្នឹងធ្វើការទុកទឹកយើងអង្នឹងឲ្យត្រជាក់អញ្ចឹងណាបន្ទាប់ពីទឹកយើងត្រជាក់រួចហើយឥឡូវហ្នឹងគឺខ្ញុំបានទុកត្រជាក់ហើយយកមកចាក់ក្នុងត្រាប់ដូចខ្ញុំអញ្ចឹងមកហើយចាក់ចូលត្រាប់ឲ្យអស់អញ្ចឹងណាពុកម៉ែបងប្អូននិយាយទៅគឺត្រាប់ចំនួន1គីឡូទឹកកន្លះលីត្រគឺចាក់ទៅគឺស្មើហ្មងពុកម៉ែបងប្អូនអត់មានលើក៏អត់មានខ្វះអ្វីដែរទោះបីលើសក៏សតិចតួចអញ្ចឹងណាត្រាប់ចំនួន1គីឡូទឹកកន្លះលីត្រអំបិល2ស្ព្រាបាយស្ករត្នោតចុងស្ព្រាបាយដាក់ប៉ុណ្ណឹងដូចខ្ញុំមកនិយាយទៅគឺជូរជ្រះហើយឆ្ងាញ់ខ្លាំងពុកម៉ែបងប្អូនសម្រាប់ត្រាប់ស្រួយអញ្ចឹងហើយបានវាមានរសជាតិឆ្ងាញ់អញ្ចឹងហើយខ្ញុំចែករំលែកជូនទៅពុកម៉ែបងប្អូនដើម្បីឲ្យដឹងថាជ្រក់ត្រាប់ស្រួយយើងគឺឆ្ងាញ់អញ្ចឹងណាហើយបន្តមកទៀតហ្នឹងធ្វើការទុកចំនួន2យប់ទៅ3យប់ទៅពុកម៉ែបងប្អូនបានញ៉ាំហើយ2យប់គឺល្មមញ៉ាំហើយ3យប់ញ៉ាំជូរជ្រះរឹតតែឆ្ងាញ់អញ្ចឹងណាឥឡូវហ្នឹងគឺខ្ញុំបានត្រាំចំនួន2យប់ទុកបាន2យប់អញ្ចឹងឥឡូវខ្ញុំយកមកញ៉ាំអញ្ចឹងណាពុកម៉ែបងប្អូននិយាយថាពណ៌ស្រស់ស្អាតមែនតើហើយប្រសិនបើពុកម៉ែបងប្អូននិយាយថាចង់បានពណ៌វាក្រហមឆ្អិនឆ្អៅម្ទេសដៃនាងយើងហ្នឹងប្រើ3 4ផ្លែមកណាប៉ុន្តែគឺខ្ញុំរត់ទិញដែរប៉ុន្តែអត់មានអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងហើយគឺខ្ញុំប្រើម្ទេសយើងអាហឹលធម្មតាតែ2ផ្លែអញ្ចឹងទៅប៉ុន្តែ
ពុកម៉ែបងប្អូនចង់បានក្រហមហើយស្រស់ស្អាតគឺប្រទេសដៃនាងយើងហ្នឹងគឺអត់សូវហឹរទេដាក់2ដាក់3អញ្ចឹងទៅអញ្ចឹងវាមានពណ៌ស្រស់ស្អាតហើយប្រទេសយើងក្រហមឆ្អិនឆ្អៅអញ្ចឹងណាឥឡូវហ្នឹងគឺត្រប់ស្រួយរបស់នាងខ្ញុំហ្នឹងគឺដូចថាបានជូរជ្រះហើយខ្ញុំទុកចំនួន2យប់ហើយយកមកញ៉ាំជាមួយនឹងត្រីអាំងអញ្ចឹងណាហើយខ្ញុំសង្ឃឹមថាคลิปវីដេអូដែលខ្ញុំចែករំលែកនេះពុកម៉ែបងប្អូនដែលបានចូលទស្សនាពីដើមរហូតដល់ចប់ពិតជាពេញចិត្តនឹងដូចថាខ្ញុំចែករំលែកពីការធ្វើជ្រក់ត្រប់អញ្ចឹងណាហើយពុកម៉ែបងប្អូនកុំភ្លេចចូលទៅ Subscribe រូបកណ្ដឹងឲ្យនាងខ្ញុំម្នាក់មួយផង Like Share អញ្ចឹងណាដើម្បីឲ្យនៅតាមបណ្ដាខេត្តនានាឬក៏នៅតាមតំបន់ជនបទពុកម៉ែបងប្អូនមួយចំនួនគឺគាត់អត់ធ្លាប់ដឹងថាត្រប់យើងជ្រក់អញ្ចឹងណាពេលគាត់បានឃើញហើយគាត់យកទៅធ្វើជ្រក់ញ៉ាំទាំងអស់គ្នាអញ្ចឹងណាហើយប្រសិនបើពុកម៉ែបងប្អូនមានមតិយោបល់ឬក៏ចម្ងល់អ្វីចង់សួរនាងខ្ញុំបងប្អូនអាច comment នៅខាងក្រោមនេះបានហើយនៅក្នុងឱកាសបុណ្យពិធីអំបុកសំពះប្រខានេះជូនពរពុកម៉ែបងប្អូនសុខសប្បាយរស់ស៊ីមានបានហើយធ្វើការដូចថាធ្វើដំណើរទៅទីឆ្ងាយចិត្តក្តីសូមឲ្យសុខសុវត្ថិភាពទាំងទៅទាំងមកអញ្ចឹងណាពុកម៉ែបងប្អូនសូមជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយ